សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាហ្វ្រិកបានចេញសេចក្តីសម្រេចចុងក្រោយស្តីពីការដាក់ទោសទៅលើលោកប៉ាប៉េស្យ៉អ្នកចាត់ការក្រុមជម្រើសជាតិសេនេហ្គាល់បើតាមប្រភពពី BBC បានឲ្យដឹងថាលោកប៉ាប៉េស្យ៉ជាប់បម្រាមចំនួន5ប្រកួតដោយគិតតែការប្រកួតផ្លូវការតែប៉ុណ្ណោះសម្រាប់ការប្រកួតមិត្តភាពមិនរាប់បញ្ចូលឡើយគួរបញ្ជាក់ថាលោកប៉ាប៉េស្យ៉ត្រូវបានសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាហ្វ្រិកសម្រេចព្យួរ5ប្រកួតព្រោះតែលោកបានបំពានលើក្រុម FIFA អំឡុងពេលដឹកនាំក្រុមប្រកួតវគ្គប្រាច់ព្រាត់ដណ្ដើមជើងឯកទ្វីបអាហ្វ្រិកជាមួយនឹងក្រុមជម្រើសជាតិម៉ារ៉ុកកាលពី2សប្តាហ៍មុនលោកស្យ៉បានស្រែកហៅកីឡាកររបស់លោកឲ្យចូលក្នុងទាំងដែលការប្រកួតនៅមិនទាន់បញ្ចប់នៅឡើយព្រោះតែលោកខឹងនឹងការសម្រេចចិត្តរបស់អាជ្ញាកណ្ដាលដែលផ្ដល់បាល់ពីនៃ11ម៉ែត្រទៅឲ្យក្រុមម្ចាស់ផ្ទះនៅចុងម៉ោងទៅហើយទង្វើនេះពិតជាអាក្រក់ភ្នែកយ៉ាងខ្លាំងខណៈដែលលោក Gianni Infantino ប្រធាន FIFA ក៏មានវត្តមាននៅក្នុងការប្រកួតថ្ងៃនោះដែរលោក Infantino បានចេញលិខិតថ្កោលទោសក្រុមជម្រើសជាតិសេនេហ្គាល់ភ្លាមៗក្រោយព្រឹត្តិការណ៍បានបិទបញ្ចប់ទោះយ៉ាងនេះក្តីលោកប៉ាប៉េស្យ៉នៅតែទទួលបានគុណសម្បត្តិព្រោះលោកបានដឹកនាំក្រុមជម្រើសជាតិសេនេហ្គាល់ឈ្នះជើងឯកទ្វីបអាហ្វ្រិកជាលើកទី2នៅក្នុងប្រវត្តិសាស្ត្រក្រោយយកឈ្នះទៅលើម្ចាស់ផ្ទះម៉ារ៉ុកនៅថ្ងៃនោះដោយលទ្ធផល1-0